សួស្តីបងប្អូននេះគឺជាអាងចំចលេនក្រហមរបស់ខ្ញុំនេះគឺជាអាងចលេនក្រហមនៅវាស៊ីអាចគោះហើយវាជក់អាចបងប្អូនឃើញនេះអាចរបស់វាសុសចេះល្អមែនតើសម្រាប់អាងចលេននេះយើងយកប្រើប្រាស់លើដំណាំផ្សេងសម្រាប់ចលេនក្រហមនេះអត្ថប្រយោជន៍វាល្អមែនតើសម្រាប់កសិករយើងដែលគាត់ចូលចិត្តការចំសត្វការដាំបន្លែដាំអីបងប្អូនគឺទីមួយយើងយកសាច់របស់វាធ្វើជាចំណីមាន់ចំណីទាឬក៏ត្រីរបស់យើងហើយមួយទៀតគឺយើងប្រមូលអាចរបស់វាសុលៗណាអាចរបស់វាហ្នឹងយកទៅប្រើប្រាស់លើដំណាំផ្សេងសម្រាប់ការចំចលេនក្រហមនេះវាងាយស្រួលចំទេបងប្អូនដូចខ្ញុំនេះខ្ញុំរៀបជាអាងទេបងប្អូនដែលសំណុកពេលយើងព្រឹកឡើងយើងកាប់អ៊ីកូបោះដាក់កាប់អ៊ីកូបោះដាក់ទៅចលេនវាស៊ីរហូតទៅហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់មិនចង់ធ្វើអាងនេះខ្ញុំចេះក៏បងប្អូនអាចចំបានដែរបងប្អូនអាចចំដាក់ដូចជាក្នុងធុងស្នោធុងជ័រក្នុងសំងអីក៏បានដែរបងប្អូនគាត់ថាបើបងប្អូនមានគោត្រឹម4 5ក្បាលទេហើយបងប្អូនគួររៀបជាអាងនេះចេះទៅវាស្រួលបងប្អូនដែលវាមានទីធ្លាធំយើងអាចចំទៅយើងអាចផលិតជីកប៉ុស្តិ៍បានច្រើនណាសម្រាប់ពុកម៉ែបងប្អូនដែលគាត់ត្រូវការពូជអាចកម្មងខាងខ្ញុំបានខាងខ្ញុំមានលក់ពូជហើយនឹងប្រឹក្សាបច្ចេកទេសក្នុងការចំចលនាក្រហមទីតាំងខ្ញុំនៅស្រុកប្រស័យខេត្តព្រៃវែងហើយលេខទូរស័ព្ទនៅខាងលើហ្នឹងបងប្អូនអាចតេមកលេខមួយណាក៏បានដែរបងប្អូនអរគុណច្រើនបង